សួស្តីដែលពិភពលោកដែលសម្រាប់បំប្រងឲ្យខ្ញុំដើរបន្តទៅមុខទៀតខ្ញុំគិតខំរកលួចចិញ្ចឹមគ្រួសារកុំឲ្យលោកបាក់វេទនាតោកយ៉ាក់តែគេមិនសូវយល់ពីខ្ញុំទេនៅក្នុងគ្រួសារមួយនេះថាវាលំបាកប៉ុណ្ណានោះទេបើជីវិតខ្ញុំទេវតាដាក់ទោសឲ្យគ្រួសារខ្ញុំវេទនាយ៉ាងនេះហេតុអ្វីឲ្យខ្ញុំឈឺចាប់តែម្នាក់ឯងគិតដល់កណ្ដែងរីងរៃព្រោះក្នុងភាពងងឹតដូចនៅក្នុងឋាននរកមនុស្សសម័យឥឡូវរកតែលុយដុល្លារមានចិត្តស្មោះតែក្នុងចិត្តវាចិត្តអាក្រក់2026នៅមានមនុស្សសាវ៉ាខ្ញុំនៅជាមនុស្សចិត្តស្មោះស្រីស្មាឥឡូវស្រឡាញ់តែប្រុសសង្ហាទេខ្ញុំស្រឡាញ់គេតែគេមិនស្រឡាញ់យើងបើជិះខ្ញុំច្រើនណាស់នៅក្នុងគ្រួសារមួយនេះត្រូវតែជោគជ័យខ្ញុំគិតខំរកលួចចិញ្ចឹមគ្រួសារកុំឲ្យលោកបាក់វេទនាតោកយ៉ាក់តែគេមិនសូវយល់ពីខ្ញុំទេនៅក្នុងគ្រួសារមួយនេះថាវាលំបាកប៉ុណ្ណានោះទេបើជីវិតខ្ញុំទេវតាដាក់ទោសឲ្យគ្រួសារខ្ញុំវេទនាយ៉ាងនេះហេតុអ្វីឲ្យខ្ញុំឈឺចាប់តែម្នាក់ឯងគិតដល់កណ្ដែងរីងរៃព្រោះក្នុងភាពងងឹតដូចនៅក្នុងឋាននរកមនុស្សសម័យឥឡូវរកតែលុយដុល្លារមានចិត្តស្មោះតែក្នុងចិត្តវាចិត្តអាក្រក់2026នៅមានមនុស្សសាវ៉ាខ្ញុំនៅជាមនុស្សចិត្តស្មោះស្រីស្មាឥឡូវស្រឡាញ់តែប្រុសសង្ហាទេខ្ញុំស្រឡាញ់គេតែគេមិនស្រឡាញ់យើងបើចិត្តខ្ញុំច្រើនណាស់នៅក្នុងគ្រួសារមួយនេះត្រូវតែជោគជ័យខ្ញុំស្រឡាញ់គេតែគេមិនស្រឡាញ់យើងបើចិត្តខ្ញុំច្រើនណាស់នៅក្នុងគ្រួសារមួយនេះត្រូវតែជោគជ័យលើបននឹងហើយគ្រប់គ្នានឹងត្រូវតែយល់